មីសួរប្រហែលបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើ pancake ហើយ pancake របស់ខ្ញុំនឹងមានលេខជាមួយប៉ោមការ៉ុតហើយនឹងចេកហើយធ្វើឲ្យកូនញ៉ាំព្រោះតិចទៅយកកូនអញ្ចឹងធ្វើឲ្យហើយយកឲ្យកូនញ៉ាំជាអាហារសម្រន់អញ្ចឹងណាតែក៏មិនធ្វើរាល់ថ្ងៃទេយូរធ្វើម្ដងទេអញ្ចឹងចាំធ្វើទាំងអស់គ្នាសម្រាប់ pancake ហ្នឹងគឺងាយស្រួលធ្វើអ្នកទាំងអស់គ្នាគឺខ្ញុំប្រើពងមាន់មួយបើសិនប្រើពីរក៏ប្រើទៅប៉ុន្តែខ្ញុំប្រើតែមួយដើម្បីកុំឲ្យវាធំក្លិនពងមាន់អញ្ចឹងណាហើយខ្ញុំប្រើស្ករសហ្នឹងមកស្ពាកាហ្វេទូចហ្នឹងហើយនឹងមេនំបន្តិចគេចាដាក់ឲ្យរៀងទន់អញ្ចឹងណាបើសិនជាមានមេនំវាយឲ្យតឡើងទៅនំយើងទន់ដូចគ្នានឹងឯងហើយចេកខ្ញុំប្រើមកកណាត់អញ្ចឹងហើយយើងច្បុចវារឹងចេកហ្នឹងណាដូចជាត្រដងខ្ញុំប្រើចេកតទុំចូលអញ្ចឹងរ៉ាត់ឆ្ងាញ់ហើយមានការ៉ុតហើយមានប៉ោមហើយនឹង strawberry បើសិនជាមានក្រូចក្រូចច្បាច់យើងហ្នឹងយកមកដាក់លាយតិចក៏ឆ្ងាញ់ដែរឈ្ងុយក្រូចពេលដែលយើងដាក់ចំអិនវាអញ្ចឹងណាចាហើយឥឡូវហ្នឹងខ្ញុំដាក់ម្សៅមីហ្នឹងខ្ញុំប្រើម្សៅមីអ្នកទាំងអស់គ្នាខ្ញុំប្រើប្រហែលជា5 សាព្រាបាយនឹងឯងតិចដែរអត់ប្រើច្រើនទេចាហើយថែមថយទៅដោះគោតាមយើងទៅប៉ុន្តែយើងកុំធ្វើរាវពេកយើងធ្វើមកល្មមមុខអញ្ចឹងណាហើយបន្ទាប់មកខ្ញុំដាក់ផ្លែឈើដែលខ្ញុំបានធ្វើលាយចូលគ្នាហ្នឹងហើយខ្ញុំនឹងយកវាទៅកិនវាឲ្យវាម៉ត់តែពីព្រោះកូនខ្ញុំញ៉ាញ់ហ្នឹងរើសណាបើឃើញនំនៅក្នុងនំហ្នឹងក៏យកចេញដែរគឺថាក្មេងរើសណាស់គាត់ពិបាកញ៉ាំបើនិយាយទៅប៉ុន្តែឥឡូវហ្នឹងគឺគាត់ថាញ៉ាំទាំងអស់ហើយអ្នកទាំងអស់គ្នាស្អីក៏គាត់ញ៉ាំដែរពីព្រោះខ្ញុំព្យាយាមតាំងពីគាត់នៅទូចគាត់ពិបាកញ៉ាំនៅតាំងពីនៅទូចតែដល់ពេលយើងព្យាយាមកំបោះបងអ្នកទាំងអស់គ្នាតិចកូនអត់ញ៉ាំផ្លែឈើបើកូនញ៉ាំផ្លែឈើក៏អត់ទេគឺត្រូវតែបខំបើនិយាយទៅយើងបខំដែរព្រោះអីគាត់ត្រូវការផ្លែឈើវីតាមីនប្រូតេអ៊ីនអីហ្នឹងដើម្បីលូតលាស់ណាចាហើយហ្នឹងហើយអ្នកទាំងអស់គ្នានេះនំគេនឹងស្រស់ចាហើយម៉ូតនំហ្នឹងគឺ cute ហ្មងអត់មានអីបាក់ហើយសម្រាប់ដែលទីថាកូនរើសអីអាចសាកបានដឹងថាកូនចូលចិត្តតែពេលគេសម្រាប់កូនយើងហើយចាស្រួលធ្វើអត់ពិបាកធ្វើហើយ I really like it